អាត្មាភាពក៏នឹកទៅដល់ព្រះបាទអសោកមហារាជដែលបើកសកលលោកឲ្យស្គាល់ពុទ្ធសាសនាព្រះពុទ្ធជាម្ចាស់ព្រះអង្គបានត្រាស់ដឹងឡើងក្នុងលោកព្រះអង្គបាននិមន្តសម្ដែងធម៌ទេសនាប្រកាសនៅតាមដងទន្លេគង្គាតែកាលនោះពុទ្ធសាសនានៅតែក្នុងមជ្ឈិមប្រទេសគឺភាគកណ្ដាលនៃប្រទេសឥណ្ឌាអ្នកដទៃក្រៅអំពីប្រទេសឥណ្ឌាក្នុងមជ្ឈិមប្រទេសមិនស្គាល់ពុទ្ធសាសនាទេក្នុងសម័យព្រះបាទអសោកព្រះពុទ្ធជាម្ចាស់ព្រះនិព្វានទៅជិតប្រមាណជា300ឆ្នាំទ្រង់បានធ្វើតតយសង្គយនាហើយបាននិមន្តសមណទូតឲ្យផ្សាយពុទ្ធសាសនាទៅពេញសកលលោកទៅភាគខាងលិចទៅដល់មាត់ទ្វារទីអឺរ៉ុបដូច្នេះយើងអាចនឹងនិយាយបានថាកាលនោះព្រះគ្រីស្ទមិនទាន់កើតទេគឺសមណទូតពុទ្ធសាសនាបានទៅដល់ហើយព្រះគ្រីស្ទដែលជាអ្នកបង្កើតសាសនាគ្រីស្ទឡើងក៏បានទទួលពន្លឺអំពីអ្នកប្រាជ្ញដែលចេះដឹងពុទ្ធសាសនាភាគខាងត្បូងសមណទូតព្រះបាទអសោកក៏បានចេញដំណើរមកផ្សាយដល់សវណ្ណភូមិគឺបានដល់ភូមិភាគអាទិភាគអាគ្នេយ៍ដូចជាយើងបានទទួលពុទ្ធសាសនាមកថ្ងៃនេះអាត្មាភាពរៀបរាប់សេចក្តីខ្លីប៉ុណ្ណេះដើម្បីនឹងបញ្ជាក់ទូលបកូនណាគ្រប់អង្គនឹងជម្រាបអស់លោកសប្បុរសទាំងអស់ឲ្យបានជ្រាបថាវប្បធម៌ខ្មែររបស់ផងយើងនោះថ្លៃថ្លាវិសេសណាស់តាំងតែពីយើងបោះបង់ចោលអង្គរទុកអង្គរឲ្យនៅកណ្ដាលទ្រូងព្រៃដុតឈើធំធំពី3អោបបណ្ដោយឲ្យឈើព្រៃទៅរំលំរំលាយប្រាសាទជនជាតិខ្មែរយើងដែលជាឈាមជ័រដូនតាយើងភ្លេចចោលអស់អត់បានដឹងដំណឹងអត់បានដឹងអ្វីអំពីរឿងប្រាសាទអង្គរនេះទេកុំបាច់និយាយអ្វីចំពោះអស់លោកអ្នកដែលនៅក្រៅខេត្តសៀមរាបសូម្បីអស់លោកអ្នកដែលនៅក្នុងសៀមរាបក៏ពុំបានដឹងថាតើប្រាសាទដែលនៅកណ្ដាលទ្រូងព្រៃនោះជាអ្វីអ្នកណាកសាងអ្នកណាធ្វើគេបណ្ដោយទុកឲ្យនៅជាព្រៃដដែលបើកាលណាគេចង់ទៅគោរពគេលូនចូលទៅក្នុងប្រាសាទដែលពិសេសប្រាសាទនគរវត្តប្រាសាទបាយ័នគេលូនពីព្រោះមានបន្លាមានដើមព្រែកមានដើមឈើដុះស្នាប់ចិត្តជាបោះបង់ចោលបើកាលណាយើងបាននឹកដូច្នេះហើយយើងឥឡូវនេះគួរតែយើងទាំងអស់ទាំងគ្នានឹកដល់វប្បធម៌ខ្មែរតម្លៃដែលដូនតាយើងបានកសាងដុំថ្មរហូតមកដល់ថ្ងៃនេះអាត្មាភាពមានបំណងនឹងចង់ឲ្យវិញ្ញាណដូនតាយើងមកសន្ធិដ្ឋនៅលើជនជាតិខ្មែរយើងក្នុងបច្ចុប្បន្នកាលនេះព្រោះបច្ចុប្បន្នកាលនេះយើងកំពុងនៅក្នុងមហាភ័យក្នុងសង្គ្រាមដ៏សាហាវមានជនបរទេសខ្លះមកបំភាន់គ្នាយើងចូលមកបំផ្លិចបំផ្លាញវប្បធម៌យើងលួចប្លន់កាប់សម្លាប់ប្រសង់អ្នកស្រុក
มันเรื่องมกถ้าจักขัดเมงบำพลายสมบัติบัพทอหรือบัพของยืนลุยพลันยกตัวลุตัวโดยกจุ่มนิ่งหรือก็กัดเชือหรือปรีได้เป็นสมบัติหรือบัพของยืนจากอาหารโภชนกมกจากดาวโยกตัวบริโภคให้เมียนกำลังบังคับกำลังในแผ่นเสียดโดยเฉพาะอาตมาสมตั้งปณิเทียนทาเอาอย่างเงี้ยบุปผลดอกเคลียวคลาสมัยโบราณได้เมียนอันอานุเทียบพวงพวกมอกสันทัดเนื้อมันจัดยืนกรุบเคลียก่อสร้างกาเปียปฏิยืนให้บานรุ่ยกันปีกรุบหนัก